ដីនៃសត្វតោភាពរុងរឿងដែលដោះដូរដោយញើសឈាមយើងគ្រប់គ្នាច្រើនតែជ្រើសរើសយកសត្វតោមកធ្វើជាសត្វតំណាងឲ្យព្រលឹងឬស្មារតីតស៊ូរបស់យើងព្រោះយើងស្រឡាញ់ភាពអង្អាចកតញ្ញូភាពនិងអំណាចដែលវាមានប៉ុន្តែនៅក្នុងក្រសែភ្នែកដែលសម្លឹងមើលទៅភាពរុងរឿងនោះយើងជារឿយៗតែងតែភ្លេចគិតពីភាពលំបាកវេទនានិងការលះបង់យ៉ាងសន្ធឹកសន្ធាប់ដែលនៅពីក្រោយខ្នងសមរភូមិដែលគ្មានថ្ងៃបញ្ចប់ជីវិតរបស់សត្វតោឈ្មោលមិនមែនស្រក់បំប្រងដោយរូបភាពដែលយើងឃើញក្នុងភាពយន្តនោះទេវាគឺជាការប្រយុទ្ធមិនឈប់ឈរដើម្បីការពារទឹកដីប្រយុទ្ធដើម្បីការរស់រានមានជីវិតប្រចាំថ្ងៃនិងដើម្បីរក្សាសិទ្ធិក្នុងការបន្តពូជពង្សរបស់វាឲ្យនៅគង់វង្សគ្រប់ជំហានដែលវាឈានទៅមុខគឺសុទ្ធតែមានគ្រោះថ្នាក់រងចាំនៅឡើយតំណែងដែលត្រូវដកដូរដោយការតស៊ូសត្វតោវាមិនមែនគ្រាន់តែភ្ញាក់ពីគេងមកក៏คล้ายជាស្ដេចនោះទេតំណែងជាម្ចាស់ព្រៃនេះមិនមែនបានមកដោយសំណាងឬការផ្ដល់ឲ្យដោយសេរីនោះឡើយវាត្រូវប្រែកម្លាំងបាយប្រែភាពឆ្លៀសវៃនិងឆ្លងកាត់ជម្លោះរាប់មិនអស់ទម្រាំតែអាចទទួលបានការទទួលស្គាល់វាគឺជាជីវិតដែលពោរពេញដោយការសាកល្បងដ៏ធ្ងន់ធ្ងរដែលគ្មានអ្វីមួយបានមកដោយងាយៗឬមិនបង់ថ្លៃតម្លៃនៃការគោរពទោះបីជាវាត្រូវរស់នៅក្នុងជីវិតដែលហត់នឿយនិងពោរពេញដោយស្នាមរបួសយ៉ាងណាក៏ដោយប៉ុន្តែលទ្ធផលដែលវាទទួលបានមកវិញគឺអស្ចារ្យបំផុតនោះគឺការគោរពកោតខ្លាចដែលគ្មានសត្វណាផ្សេងទៀតនៅក្នុងលោកអាចប្រៀបផ្ទឹមបានវាបង្ហាញយើងថាភាពអស្ចារ្យពិតប្រាកដមិនមែនកើតចេញពីអំណាចដែលមានស្រាប់នោះទេប៉ុន្តែវាបានមកពីការតស៊ូយ៉ាងស្វិតស្វាញបំផុតនៅក្នុងសមរភូមិជីវិតមេរៀនពីសត្វតោបើអ្នកចង់បានភាពរុងរឿងដោយសត្វតោចូលត្រៀមខ្លួនទទួលយកភាពលំបាកដែលសត្វតោបានជួប